ក្នុងវីដេអូនេះខ្ញុំនឹងបង្រៀនអ្នកពីរបៀបបង្កើត Gmail ឥឡូវសូមអ្នកចូលទៅក្នុង Google ទាំងអស់គ្នាបន្ទាប់មកអ្នកសូមជ្រើសរើសយកពាក្យ Sign in ហើយបន្តមកទៀតអ្នកចុចទៅលើពាក្យ Create an account សូមអ្នកបញ្ចូលឈ្មោះចូលសេស្ថាន email របស់លោកអ្នកនៅពេលនោះគេដាក់ថា someone already has their username អញ្ចឹងគេមានឈ្មោះនឹងហើយអញ្ចឹងយើងអាចជ្រើសរើសឈ្មោះថ្មីក្រៅពីឈ្មោះយើងអាចជ្រើសរើសឈ្មោះក្នុងចំណោមឈ្មោះ3ខាងក្រោមមួយណាក៏បានឥឡូវខ្ញុំយកតារចនានាទី5បញ្ចូល password ឬហើយ confirm password មានតែបញ្ចូល password ម្ដងទៀតចូលថ្ងៃខែឆ្នាំកំណើតចូលពេលបន្តមកទៀតយើងអាចចូលលេខទូរស័ព្ទដល់ពេលយើងចូលលេខទូរស័ព្ទគឺវាបញ្ចូលលេខកូដតាមលេខទូរស័ព្ទយើងចូលហើយសូមចូលលេខទូរស័ព្ទរបស់អ្នកcurrent email address បើសិនម្នាក់មាន email address ម្ដងហើយអ្នកអាចចូល email address ក៏បានតែនៅពេលនេះខ្ញុំចូលលេខទូរស័ព្ទហើយខ្ញុំចូលលេខសម្ងាត់ដែលស្ថិតនៅខាងលើនេះគេចេញឲ្យមានលេខ1801បន្តមកទៀតខ្ញុំដាក់ tick ត្រង់កន្លែង I agree to the Google next stepពេលនោះវាឲ្យយើងជ្រើសរើសយក text message ឬក៏ voice message ដែលវានឹងបញ្ជូនលេខកូដនេះមកឲ្យយើងតាមរយៈលេខទូរស័ព្ទដែលយើងចូល comment ហ្នឹងឥឡូវខ្ញុំយក text message continue ខ្ញុំរងចាំសារដែលវាផ្ញើមកឲ្យទូរស័ព្ទរបស់ខ្ញុំហើយខ្ញុំនឹងបញ្ចូលវាបន្ទាប់មកយើងទទួលបានលេខកូដហើយយើងចុះលេខកូដនៅក្នុងប្រអប់ enter verification code 10 sample 10 53បន្ទាប់មកយើងចុច continue no save អានេះបើសិនយើងជ្រើសយក add ទៅ photo យើងបញ្ចូលរូបភាពរបស់យើងហើយយើងយក no save តមក get start ឥឡូវយើងចូលទៅ Gmail របស់យើងវាយពាក្យ Gmail Control Enter ឥ
សនាវីដេអូនេះចឹង